នាយកដ្ឋានអប់រំកាយនិងកីឡាសិស្សនិស្សិតរួមសហការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្តស្ទឹងត្រែងរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយនិងណែនាំការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយនិងកីឡានៅតាមស្តង់ដារសាលារៀនគំរូបន្ទាប់ពីបញ្ចប់វគ្គសិក្ខាសាលារយៈពេល5ថ្ងៃរួចមកលោកហងសំណាងជាមន្ត្រីការិយាល័យអប់រំស្រុកសៀមប៉ាងនិងជាសិក្ខាកាមនៃវគ្គសិក្ខាសាលានេះបានមានចំណាប់អារម្មណ៍លើកឡើងអំពីសារៈសំខាន់ថាបាទសូមជាបឋមខ្ញុំសូមជម្រាបសួរខ្ញុំឈ្មោះហងសំណាងធ្វើការនៅមន្ត្រីការិយាល័យអប់រំស្រុកសៀមប៉ាងមកពីខេត្តស្ទឹងត្រែងបាទជាការចាប់អារម្មណ៍របស់ខ្ញុំដែលមានឱកាសចូលរួមនៅក្នុងវគ្គសិក្ខាសាលាផ្សព្វផ្សាយការអនុវត្តសៀវភៅសិក្សាគោលអប់រំកាយនិងកីឡានេះខ្ញុំគិតថាមានសារៈសំខាន់ហើយមានផលប្រយោជន៍ច្រើនណាស់ចំពោះដល់សិស្សានុសិស្សនៅតាមបឋមអនុវិទ្យាល័យនិងវិទ្យាល័យពីព្រោះឃើញថាមុខវិជ្ជាអប់រំកាយនេះបើយើងពិនិត្យមើលអ្វីដែលខ្ញុំបានទទួលបានពីគ្រូឧទ្ទេសដែលគាត់បានធ្វើបទបង្ហាញបង្រៀនខ្លឹមសារមេរៀនរយៈពេល5ថ្ងៃនេះឃើញថាទី1មុខវិជ្ជាអប់រំកាយគឺធ្វើឲ្យសិស្សមានសុខភាពបាទសុខភាពល្អទាំងផ្លូវកាយផ្លូវចិត្តសិស្សគាត់គេហៅថាមានសតិបញ្ញាឆ្ពោះទៅរកការអប់រំហើយមុខវិជ្ជានឹងអាចធ្វើឲ្យសិស្សដែលហៅថាចេះលេងកីឡាមួយប្រចាំជីវិតអញ្ចឹងឃើញថាខ្លឹមសារដែលបានសិក្ខាសាលានេះគឺល្អច្រើនបាទសម្រាប់សិស្សានុសិស្សបាទទាំងសុខភាពទាំងចំណេះដឹងទាំងបញ្ញាបានន័យថារៀនផងលេងផងកីឡាផងគឺបាទធ្វើឲ្យការអប់រំរបស់គាត់នៅសាលារៀនហ្នឹងគឺទទួលបានផលល្អវិជ្ជមានបាទពីមុនមកខ្ញុំដឹងថាការងារអប់រំកាយនេះយើងដឹងតែមួយកម្រិតទេបាទដឹងថាអប់រំកាយធ្វើសកម្មភាពចលនារាងកាយអីមួយចំនួនប៉ុន្តែដល់ពេលខ្ញុំបានចូលរួមវគ្គសិក្ខាសាលានេះគឺអត់ទេបាទអប់រំកាយនេះគឺល្អទូលំទូលាយមែនតើបាទបានន័យថាអប់រំកាយវាមិនដូចនឹងកីឡាទេប៉ុន្តែវាផ្សារភ្ជាប់ជាមួយនឹងកីឡាបាទដែលឲ្យសិស្សគាត់ត្រៀមខ្លួនដើម្បីคลายទៅជាកីឡាករបាទនៅពេលណាមួយហើយមុខវិជ្ជាអប់រំកាយនេះឃើញថាបើសិនជាសាលារៀនគ្រូបង្រៀនមុខវិជ្ជាអប់រំកាយថ្នាក់ដឹកនាំនាយកសាលាគ្រូហើយក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់លើកកម្ពស់ពង្រឹងការអនុវត្តអប់រំកាយនៅសាលារៀនឲ្យបានល្អពេញលេញស្របតាមសៀវភៅសិក្សាគោលដែលក្រសួងគាត់បានរៀបចំគឺសិស្សានុសិស្សខ្ញុំគិតថាទី1សុខភាពរាងកាយផ្លូវចិត្តការលេងសតិបញ្ញាហើយធ្វើឲ្យសិស្សដែលគាត់បានទទួលមុខវិជ្ជាអប់រំកាយគាត់នឹងក្លាយទៅជាមនុស្សដែលចូលចិត្តរៀនសូត្រមិនបោះបង់ហើយមកសាលាគឺពោពេញទៅដោយបរិយាកាសបាទសប្បាយរីករាយបានរៀនបានចេះបានដឹងមានសុខភាពល្អទៀតអញ្ចឹងខ្ញុំចាប់អារម្មណ៍ឃើញថាវាមានសារៈសំខាន់សម្រាប់សិស្សានុសិស្សតាំងពីកម្រិតបឋមរហូតដល់វិទ្យាល័យបាទខ្ញុំនឹងយកអ្វីដែលខ្ញុំទទួលបានពីវគ្គសិក្ខាសាលានេះទៅផ្សព្វផ្សាយទៅរៀបចំផែនការពង្រឹងការអនុវត្តមុខវិជ្ជាអប់រំកាយនៅតាមសាលានៅតាមស្រុករបស់ខ្ញុំដើម្បីលើកកម្ពស់ការអនុវត្តការងារអប់រំកាយនៅតាមសាលានេះឲ្យបានល្អប្រសើរដើម្បីឆ្លើយតបនឹងការសិក្សារៀនសូត្ររបស់សិស្សហើយជាអ្វីដែលខ្ញុំមានក្នុងចិត្តគឺខ្ញុំចង់ឲ្យក្រសួងក៏ដូចជាមន្ទីរអប់រំរៀបចំវគ្គហ្នឹងពីព្រោះថាយើងធ្វើឥឡូវផ្ដោតតែលើតែសាលាគោលដៅដែលអនុវត្តស្តង់ដារសាលាគំរូប៉ុន្តែឃើញថាយើងអត់បានធ្វើវិសាលភាពពេញលេញទេព្រោះនៅមានសាលាជាច្រើនណាស់មានទាំងនាយកទៀតដែលគាត់ត្រូវដឹងការងារហ្នឹងហើយនឹងអ្នកពាក់ព័ន្ធផ្សេងទៅគាត់ដឹងបានកាលណាគាត់ដឹងគាត់យល់មុខវិជ្ជាអប់រំកាយហ្នឹងធ្វើឲ្យការចូលរួមបំផុសចលនាលើកកម្ពស់សកម្មភាពហ្នឹងឲ្យកាន់តែផលប៉ុស្តិ៍ហើយវាបានផលប្រយោជន៍ទៅដល់សិស្សានុសិស្សអញ្ចឹងបើសិនជាយើងក្រសួងគាត់មានលទ្ធភាពធ្វើពង្រីកវិសាលភាពទៅដល់អ្នកពាក់ព័ន្ធជាពិសេសគ្រូអប់រំកាយឬក៏គ្រូដែលមានឧបនិស្ស័យខាងអប់រំកាយឬក៏នាយកអ្នកពាក់ព័ន្ធអីផ្សេងទៀតបន្តទៀតខ្ញុំគិតថាវិស័យអប់រំកាយនឹងកាន់តែមានភាពល្អប្រសើរនៅថ្ងៃខាងមុខនៅតាមសាលារៀនបាទជាចុងក្រោយក្នុងនាមខ្ញុំជាបុគ្គលិកអប់រំត្រីអប់រំនៅស្រុកសៀមប៉ាងគឺមានន័យទេស្នើសុំឲ្យថ្នាក់ដឹកនាំក្រសួងជាពិសេសយុវដ្ឋានអប់រំកាយសិស្សនិស្សិតដូចជាមន្ទីរអប់រំហ្នឹងបន្តបាទយកចិត្តទុកដាក់បាទគិតគូរមានវគ្គបំពន់បណ្ដុះបណ្ដាលផ្សព្វផ្សាយក៏ជួយលើកកម្ពស់ការងារអប់រំកាយទៅដល់អ្នកពាក់ព័ន្ធជាពិសេសសាលារៀនហើយនឹងគ្រូអប់រំកាយបន្តទៀតដើម្បីយើងចូលរួមជំរុញគេហៅថាលើកកម្ពស់ការងារអប់រំកាយកីឡានេះឲ្យកាន់តែល្អប្រសើរដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួងអប់រំយុវជននិងកីឡាបាទអរគុណច្រើនបាទ